សួស្តីបងប្អូនទាំងអស់គ្នានៅប៉ុន្មានថ្ងៃទៀតយើងនឹងចូលដល់ឆ្នាំ2026ដែលសម្រាប់បរិបទនៃប្រទេសយើងកំពុងតែរងការឈ្លានពានពីប្រទេសថៃជាការពិតយើងមានការឈឺចាប់ដូច្នេះយើងក៏សូមគោរពអរគុណនិងដឹងគុណដល់វីរៈកងទ័ពខ្មែរដែលបានជួយការពារប្រទេសជាតិរបស់យើងជួយការពារសុខសន្តិភាពជូនប្រជាពលរដ្ឋយើងយ៉ាងណាយើងមិនអាចនៅស្ងៀមបានទេយើងត្រូវតែចេះប្រែក្លាយការឈឺចាប់ឧបសគ្គឲ្យទៅជាកម្លាំងយើងរួបរวมគ្នាប្រែក្លាយការឈឺចាប់ការឈ្លានពានមើលងាយរបស់ប្រទេសជិតខាងឲ្យទៅជាឱកាសធ្វើការអភិវឌ្ឍខ្លួនអភិវឌ្ឍសមត្ថភាពជាពិសេសគឺបង្កើនចំណូលជីវភាពគ្រួសារនិងប្រទេសជាតិយើងដូច្នេះនៅក្នុងអេពីសូតទី1ពាក់ព័ន្ធនឹងគំនិតអាជីវកម្មថ្មីសម្រាប់ឆ្នាំ2026ដើម្បីយើងអាចឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ2030និង2050ដូច្នេះយើងមានប្រធានបទមួយដែលចែករំលែកជាមួយបងប្អូនថាតើឆ្នាំ2026នេះគួរចាប់ផ្ដើមរបរអីតើគួររកស៊ីអីជាពិសេសនៅភ្នំពេញជាពិសេសសម្រាប់បងប្អូនយុវជនដែលមិនទាន់រកខ្លួនឯងឃើញមិនទាន់កំណត់ទិសដៅខ្លួនឯងច្បាស់លាស់ហើយដែលតែងតែចំណាយពេលវេលាឥតប្រយោជន៍ច្រើនមិនទាន់មានការងារធ្វើឲ្យបានត្រឹមត្រូវឬក៏ថាអាចយកជារបរប្រចាំជីវិតដើម្បីចំណូលគ្រួសារផ្ទាល់ខ្លួននិងសម្រាប់សង្គមជាតិនោះសូមបងប្អូនភ្ញាក់រលឹកហើយពិចារណាបាទហើយត្រូវជំនះចាប់ផ្ដើមឲ្យបានក្នុងឆ្នាំ2026ខាងមុខបាទដូច្នេះក្នុងប្រធានបទនេះខ្ញុំសូមចែករំលែកគំនិតអាជីវកម្មមុខរបរឬការងារ10យ៉ាង10ប្រភេទដែលបងប្អូនយើងគួរចាប់ផ្ដើមគួរពិចារណាជាពិសេសគឺចាប់ផ្ដើមតែម្ដងនៅក្នុងឆ្នាំ2026នេះដែលហេតុថាមុខរបរទាំង10នេះតាមការវិភាគសិក្សាទីផ្សារវិភាគអំពី SWOT អាជីវកម្មគឺយើងមានលទ្ធភាពអាចធ្វើច្រើនអាចធ្វើបានដោយសារវាចំណាយតិចហើយគឺវាមានមូលដ្ឋានផ្អែកលើអ្វីដែលយើងអាចធ្វើបានច្រើនដោយសារថាបរិបទសេដ្ឋកិច្ចរបស់កម្ពុជាយើងក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ដែរបើទោះបីថាស្ថានភាពសេដ្ឋកិច្ចពិភពលោកហាក់មិនទាន់ច្បាស់លាស់ហើយមានអត្រាប្រជាសាស្ត្រជាពិសេសនៅរាជធានីភ្នំពេញនេះក៏មានការកើនឡើងជាលំដាប់ដូច្នេះវាមានឱកាសសម្រាប់ការងារសម្រាប់ជាពិសេសគឺសម្រាប់ការធ្វើអាជីវកម្មជាច្រើនដែលកំពុងតែពេញនិយមបាទអញ្ចឹងអាជីវកម្មទាំង10ដែលយើងអាចនឹកឃើញចាប់ផ្ដើមនៅរាជធានីភ្នំពេញយើងអាចមានដូចជា1អាជីវកម្មបម្រើផ្ទាល់តាមអនឡាញនេះយើងឃើញថាមានការរីកចម្រើនច្រើនយើងមានញ៉ាំ24 Foodpanda Grab ជាដើមហើយមានក្រុមហ៊ុនជាច្រើនទៀត
ប៉ុន្តែតម្រូវការទីផ្សារនៅតែមានច្រើន ហើយការងារនេះវាស័ក្តិសមចំពោះបងប្អូនយុវជនឬក៏និស្សិតបាទយើងឆ្លៀតពេលធ្វើការបណ្ដើររៀនសូត្របណ្ដើរយើងនឹងពិនិត្យមើលអំពីគំនិតឱកាសហើយនឹងបញ្ហាប្រឈមមួយចំនួនជាក់ស្ដែងនៃអាជីវកម្មឬក៏ការងារឬក៏មុខរបរមួយនេះលម្អិតបន្ថែមទៀតមុខរបរឬការងារទី2ដែលយើងអាចអនុវត្តបានអាចចាប់ផ្ដើមនៅក្នុងឆ្នាំ2026គឺការផលិតនិងលក់ម្ហូបអាហារពិសេសបាទម្ហូបអាហារពិសេសនេះសំដៅថាយើងរកអ្វីដែលខុសប្លែកពិសេសផ្ទាល់ខ្លួនរបស់យើងដែលភាសាបរទេសគេថាជា unique របស់យើងជា niche វាអាចពាក់ព័ន្ធជាមួយរឿងរសជាតិអំពីរឿងធាតុផ្សំអំពីប្រភពដើមនៃអឺម្ហូបអាហារនោះជាដើមឧទាហរណ៍ថាអ្វីពាក់ព័ន្ធជាមួយនឹងផ្លែត្នោតឧទាហរណ៍នំត្នោតនំអាកោអីចឹងអាកោត្នោតបាទស្ករត្នោតការប្រើស្ករត្នោតគេអនុវត្តច្រើនដូចនៅក្នុងភេសជ្ជៈមួយចំនួន Green Tea ឬក៏តែគុជអីចឹងបាទអញ្ចឹងអាជីវកម្មទី3ឬការងារទី3មុខរបរទី3ដែលយើងអាចធ្វើបានគឺសេវាថែទាំសត្វចិញ្ចឹមបាទកន្លែងនេះយើងស្ដាប់ទៅហាក់ដូចជាគួរឲ្យអស់សំណោកបាទប៉ុន្តែតាមការជាក់ស្ដែងគឺទីផ្សារនៅមានទីផ្សារគឺនៅទូលំទូលាយហើយបើពិសេសទៅទៀតគឺបងប្អូនរៀនជំនាញបាទផ្នែកបសុសត្វបាទហើយជាពិសេសគឺរឿងសត្វចិញ្ចឹមឆ្កែឆ្មានៅអ្នកសម្រាប់អ្នកទីក្រុងគឺជារបរមួយដែលអាចយកលុយបានច្រើនបាទហើយនឹងងាយស្រួលផងដែររឿងចាក់វ៉ាក់សាំងហើយនឹងបូកនឹងការលក់ផលិតផលចំណីអាហារផ្សេងសម្រាប់សត្វចិញ្ចឹមទាំងអស់នេះមុខរបរទី4គឺហាងលក់រុក្ខជាតិតូចបាទអញ្ចឹងដោយសារប្រជាជនសម័យទំនើបជាពិសេសនៅទីក្រុងភ្នំពេញយើងឃើញហើយថាគាត់ចូលចិត្តរស់នៅខុនដូគាត់ស្រឡាញ់បរិស្ថានធម្មជាតិបាទគាត់មានការបើកនៅការិយាល័យធ្វើការជាក្រុម open space អញ្ចឹងទៅគាត់ត្រូវមានការតែងលម្អបាទឧទាហរណ៍ដូចជាដើមឈើនាំសំណាងផ្សេងប្រទាលនាំសំណាងផ្សេងគឺពេញនិយមបាទដូច្នេះនេះក៏អាចជាឱកាសមួយដែលយើងនឹងសិក្សាបន្ថែមឲ្យកាន់តែស៊ីជម្រៅអំពីគំនិតនិងឱកាសចាប់ផ្ដើមឱកាសមាសហើយនឹងទីផ្សារក៏ដូចជាបញ្ហាប្រឈមមួយចំនួន